គាត់ធ្វើការងារគាត់បានប្រាក់ចំណូលច្រើនប្រភព ចា៎ គាត់ក៏គាត់ជូនប្រាក់ចំណូលទៅភរិយាទុកដាក់ដល់ភរិយាទុកដាក់ការចាយវាយការអីគាត់មិនដែលសួរតែដល់ថ្ងៃមួយគាត់ត្រូវការដកប្រាក់ដើម្បីយកទៅធ្វើការងារដ៏ចាំបាច់មួយសម្រាប់អាជីពរបស់គាត់ភរិយាថាអត់មានសល់លុយផងអញ្ចឹងគាត់ធ្លាក់ទឹកដាក់ខ្លាំងក្ដុក ប៉ាតាមវីដេអូមុនយើងដឹងពីភាពទទួលខុសត្រូវរបស់ស្វាមីនិងភរិយាហើយអញ្ចឹងក្រៅពីការទទួលខុសត្រូវរៀងៗខ្លួនហើយតើយើងមានចំណុចរួមណាមួយដែលស្វាមីនិងភរិយាគាត់ត្រូវមានទំនួលខុសត្រូវជារួមជាមួយគ្នាដើម្បីធ្វើម៉េចឲ្យគ្រួសារមានសុភមង្គលការទទួលខុសត្រូវរួមប្រកបជាមាន ចា៎ ហើយក៏មានសារៈសំខាន់ណាស់ដែលគូស្វាមីភរិយាខ្លះបានមើលរំលង ចា៎ គិតថាមិនសំខាន់ណាហើយក៏មានបានធ្លាប់អានអត្ថបទរបស់ប៉ាប្រាញ់សម្រួលទេតែស្ដីពីការទទួលខុសត្រូវរួមរបស់ស្វាមីនិងភរិយាចំពោះក្រុមគ្រួសារ បានតែគ្រាន់ថាមានចំណុចមួយចំនួនខ្ញុំរៀងអត់សូវយល់ច្បាស់អញ្ចឹងខ្ញុំចង់ឲ្យប៉ាបញ្យល់បញ្ជាក់បន្ថែមដែរឧទាហរណ៍ដូចជានៅក្នុងចំណុចដែលប៉ាបានសរសេរថាស្វាមីភរិយាត្រូវដឹងអំពីប្រភពចំណូលទាំងអស់គ្នាអញ្ចឹងសម្រាប់ចំណុចនេះតើគេចង់និយាយពីអីដែរ ឥឡូវប៉ាចែកជាពីរទី1ស្វាមីភរិយាមានការងារធ្វើដូចគ្នាមានប្រាក់ចំណូលដូចគ្នាគឺទាំងពីរនាក់ត្រូវតែឲ្យដឹងដូចគ្នាមានន័យដឹងថាស្វាមីឲ្យភរិយាដឹងថាខ្លួនបានប្រាក់ចំណូលមួយខែប្រមាណដូចប្រាក់ខែឬក៏មានប្រាក់កម្រៃផ្សេងៗហើយភរិយាក៏ចឹងដែរដូច្នេះប្តីប្រពន្ធដឹងពីទំហំនៃចំណូលរបស់ខ្លួនអានទី1ទី2ជួនកាលស្វាមីអ្នកធ្វើការភរិយានៅផ្ទះមើលផ្ទះសម្បែងថ្មីស្បិតតែនាងមិនធ្វើការមានប្រាក់ចំណូលតែនាងមានការងារមួយដ៏ធំគឺថែរក្សាផ្ទះសម្បែងដូច្នេះស្វាមីដែលធ្វើការរកប្រាក់ចូលផ្ទះហ្នឹងក៏ត្រូវតែប្រាប់ភរិយាដឹងដែរបានន័យថាយើងត្រូវស្មោះត្រង់គ្នាមូលហេតុអីបានត្រូវស្មោះត្រង់ប្រសិនបើភរិយានៅផ្ទះដល់ពេលដែលស្វាមីជាអ្នករកប្រាក់ចំណូលបានតែបានលាក់ប្រាក់ចំណូលឧទាហរណ៍ថារកបាន1000ប្រាប់ភរិយាតែ500ទុក500ផ្សេងដូច្នេះភរិយាមិនអាចគ្រប់គ្រងការចាយវាយនៅក្នុងក្រុមគ្រួសារបានទេរៀបផែនការថវិកានៅក្នុងក្រុមគ្រួសារបានទេព្រោះតែ500ដល់ពេលអញ្ចឹងគាត់ភរិយាត្រូវតែសន្សំចៃទៀតធ្វើឲ្យការចាយវាយនឹងកាន់តែមានការខ្វះខាតចា៎ហើយអញ្ចឹងប្តីស្វាមីល្អូថាមកដល់ផ្ទះអត់អីញ៉ាំមាននេះអត់អីទទួលទានទទួលទានមិនឆ្ងាញ់ព្រឹកស្លល្ងាចតឡាយសល្ពៅមានន័យថាអដែលយល់ដោយសារប្រាក់មានកំណត់អញ្ចឹងគាត់ត្រូវចាត់ចែងថាមួយផ្នែកធ្វើម្ហូបអញ្ចឹងគាត់ត្រូវសំចៃរបៀបម៉េចដូច្នេះត្រូវតែឲ្យដឹងប្រាក់ទាំងសងខាងចុះសម្រាប់ចំណុចបន្ទាប់ប៉ាស្វាមីភរិយាត្រូវដឹងអំពីចំណាយទាំងអស់គ្នាចំណូលយើងក៏ត្រូវប្រាប់គ្នាចំណាយក៏ដូចគ្នាត្រូវដឹងឧទាហរណ៍រឿងនេះគឺជារឿងពិតហើយបានបង្កដល់ការលែងលះគ្នាត្រូវជាមនុស្សដែលប៉ាស្គាល់ទៀតមានន័យថាគាត់ធ្វើការងារគាត់បានប្រាក់ចំណូលច្រើនប្រភពចា៎គាត់ក៏គាត់ជូនប្រាក់ចំណូលទៅភរិយាទុកដាក់ដល់ភរិយាទុកដាក់ការចាយវាយការអីគាត់មិនដែលសួរតែដល់ថ្ងៃមួយគាត់ត្រូវការដកប្រាក់ដើម្បីយកទៅធ្វើការងារដ៏ចាំបាច់មួយសម្រាប់អាជីពរបស់គាត់ភរិយាថាអត់មានសល់លុយផងអញ្ចឹងគាត់ធ្លាក់ទឹកដាក់ខ្លាំងក្ដុកមានថាគាត់ដឹងថាប្រាក់ដែលគាត់ជូនទៅភរិយាមានទំហំប៉ុន្មានចំនួនប៉ុន្មានហើយក៏អ្វីដែលគាត់ដកនេះគឺមិនអស់ទេបើជាពាក់កណ្ដាលទេភរិយាមានន័យថាការចាយវាអត់មុខមាត់ចាយខ្ជះខ្ជាយបញ្ហានោះបានបង្ករហូតដល់ការលែងលះគ្នាមានន័យថាគាត់អស់សង្ឃឹមដូច្នេះប្រាក់ចំណូលក៏ដឹងប្រាក់ចំណាយក៏ដឹងឧទាហរណ៍មួយទៀតប៉ានិយាយទៅជួនកាលការស្ដាប់ទៅហាក់ដូចជាចម្លែកហាក់ដូចជាមិនត្រូវចិត្តរបស់មនុស្សមួយចំនួនមានន័យថាប្រសិនបើយើងធ្វើបានគឺល្អណាស់ស្វាមីនៅពេលរកប្រាក់ចំណូលបានប្រគល់ជូនភរិយាត្រូវកត់ត្រាថាណែបងខែហ្នឹងបងឲ្យខ្ញុំបាន500ខែក្រោយឲ្យ500ទៀតបានរហូតជា3 4ខែភរិយាទៅប្រាប់ទៅប្តីថារយៈពេល3ខែនេះបងបានឲ្យខ្ញុំបាន1500ប៉ុន្តែខ្ញុំបានដកជូនទៅមេដាបិតានេះថាពុកម្ដាយទាំងសងខាងអស់ប៉ុណ្ណេះឥឡូវអ្នកលុយនេះសល់1000តើបងត្រូវការចាត់ចែងទេបើថាអត់ទេមានន័យថាវាមានតម្លាភាពហើយស្វាមីក៏សប្បាយចិត្តដែរដឹងថាអូទេប្រពន្ធខ្ញុំមានគំនិតណាឃើញតែ3ខែជូនគាត់1500គាត់សំបានដល់1000នេះគឺជាចំណុចល្អមួយដូច្នេះចំណូលក៏ដឹងចំណាយក៏ដឹងទាំងអស់គ្នាចា៎ចុះចំណុចបន្ទាប់ស្វាមីភរិយាទាំងពីរទៅដឹងអំពីបំណុលហ្នឹងសំខាន់ណាស់រឿងនេះក៏រឿងធំដែរមានន័យថាស្វាមីភរិយាត្រូវការប្រាក់
ស្វាមីបានទៅខ្ចីបុលមិត្តភក្តិមួយតែប្រហែលយកដឹងទេដល់ពេលមួយស្រាប់តែស្វាមីនោះអត់មានលទ្ធភាពសងហើយធម្មតាគេឃើញប្តីប្រពន្ធគេដឹងថាអាហ្នឹងបំណុលរួមមកទាអត់ជួបប្តីទាជួបប្រពន្ធទាប្រពន្ធផ្ញើនេះអត់ដឹងគាត់ជាពាក់ផងដូច្នេះបំណុលក៏ត្រូវតែដឹងពីនេះមុននឹងខ្ចីបុលយើងពិភាក្សាគ្នាជួនកាលសេចក្តីត្រូវការនោះមិនចាំបាច់ផងតែប្តីទៅខ្ចីឧទាហរណ៍ថាទៅខ្ចីលុយមិត្តភក្តិដូរសេរីម៉ូតូឡើងឲ្យតាន់2025អីចឹងទៅតាប៉ាត់ម៉ូតូខ្លួនជិះបានតាវាចឹងតែចឹងវាធ្វើឲ្យបំណុលហ្នឹងវាន់កត្រូវពិគ្រោះគ្នាចាចឹងចំណុចចុងក្រោយបាទស្វាមីទៅដឹងអំពីការឲ្យប្រាក់គេខ្ចីអូអានេះហិតសំខាន់ទៀតមានន័យថាជួនកាលប្រាក់របស់ខ្លួនមិនសមបានទេមិត្តភក្តិមកខ្ចីក៏ឲ្យទៅទី1អាខ្ចីហើយអត់សងមានន័យភរិយាមានបានឲ្យយោបល់អីបើអត់នឹងប្តីឲ្យវាខ្ចីផងហ្នឹងទី1ទី2ជួនកាលប្រាក់មានទំហំធំស្វាមីអានឹងឧទាហរណ៍ទេណាមានគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតប្រាក់ហ្នឹងគឺបាត់ទេដោយសារប្រពន្ធអត់ដឹងឲ្យគេខ្ចីផងហ្នឹងរឿងប្រាក់សំខាន់ណាស់ស្វាមីភរិយាត្រូវដឹងទាំងពីរនាក់គ្រប់ចំណុចទោះបីម្នាក់នោះមិនមែនជាអ្នករកប្រាក់ចំណូលក៏ដោយអញ្ចឹងបើខ្ញុំអាចនិយាយបានចេះហ៎តកតងនឹងតំណងស្វាមីនិងភរិយាត្រូវមានតម្លាភាពជាពិសេសគឺរឿងប្រាក់កាក់ហ្នឹងហ្មងពិតប្រាកដព្រោះពេលខ្លះយើងនិយាយថារឿងប្រាក់មានមនុស្សមួយចំនួនគាត់គិតថាអីដៃពុននិយាយថារឿងលុយវាអត់សំខាន់ទេដូចខ្ញុំធ្លាប់អានអត្ថបទរបស់ប៉ាមួយនិយាយពីលុយមិនអាចទិញសុភមង្គលទេប៉ុន្តែបើគ្មានលុយសុភមង្គលក៏វាអត់អាចមានដែរចាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលមើលវីដេអូនេះខ្ញុំសង្ឃឹមថាចំណុចដែលប៉ាបានចែកម្លែកមិញវាជាចំណុចសំខាន់សម្រាប់ក្នុងតំណែងស្វាមីភរិយាពេលខ្លះដូចខ្ញុំបានជជែកមួយប៉ាអញ្ចឹងយើងអត់ចង់ឲ្យតម្លៃលើលុយយើងនិយាយភាសាសាមញ្ញប៉ុន្តែជាក់ស្ដែងនៅក្នុងជីវភាពការរស់នៅរបស់យើងគឺអ្វីៗក៏ត្រូវការលុយដែរអញ្ចឹងហើយសម្រាប់ស្វាមីនិងភរិយាគួរតែធ្វើម៉េចឲ្យមានតម្លាភាពនិងភាពច្បាស់លាស់នៅក្នុងការចាត់ចែងលុយកាក់ក្នុងគ្រួសាររបស់យើងចាអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងហើយក៏សូមអរគុណអ្នកទាំងអស់គ្នា